សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានបទពិសោធន៍ខ្លះៗមកចែករំលែកពីជំនាញមួយចំនួនដែលបងប្អូនជាច្រើនឥឡូវគឺកំពុងតែប្រឈមមុខច្រើនខ្លាំងមែនទែនជាពិសេសគឺយុវជននៅលើតាមបទពិសោធន៍ក្នុងការជាបានជំនាញមួយចុងក្រោយនេះឃើញថាបញ្ហាអារក្សស្បែកនិងបញ្ហារោគសើស្បែកគឺខ្ញុំបានជួបប្រទះឆ្នាំទៅហើយជាមួយរយៈកាល2ឆ្នាំខាងក្រោយនេះអញ្ចឹងខ្ញុំមកដល់គឺខ្ញុំចង់លើកឡើងពីបញ្ហារោគសើស្បែកខ្លះដើម្បីឲ្យលោកគឺចូលយកបានយល់ដឹងពីបញ្ហាអារក្សស្បែករោគសើស្បែកអធិស្ឋានទាំងអស់គ្នាដែលសារឥឡូវនេះសារជាម៉ោងធ្វើការរបស់ខ្ញុំអញ្ចឹងវាអាចមានសម្លេងរំខានបន្តិចបន្តួចអញ្ចឹងជំនាញដំបូងខ្ញុំសូមបង្ហាញពីកត្តាដែលនាំឲ្យឆ្លងជំងឺនិងវិធីសាស្ត្រក្នុងការបង្ការនៃការឆ្លងជំងឺអញ្ចឹងពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺរោគសើស្បែកនេះដែរចំណុចទី1ដែលខ្ញុំចង់លើកឡើងទី1គឺបញ្ហាអនាម័យប្រចាំថ្ងៃនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាទី1ទាក់ទងនឹងបញ្ហាសម្លៀកបំពាក់និងការរស់នៅអញ្ចឹងទាក់ទងនឹងបញ្ហាសម្លៀកបំពាក់ពេលខ្លះដោយសារតែបងប្អូនអត់បានសម្អាតខោអាវសម្លៀកបំពាក់របស់យើងហ្នឹងឲ្យបានស្អាតល្អមួយទៀតដោយសារតែការសម្ងួតសម្លៀកបំពាក់របស់យើងអត់បានស្ងួតល្អអញ្ចឹងពេលខ្លះវាធ្វើឲ្យមានមេរោគដែលជាប់នៅក្នុងសម្លៀកបំពាក់របស់យើងធ្វើឲ្យវាទៅជាបង្ករោគសើស្បែកមួយវិញទៀតរោគសើស្បែកវាអាចឆ្លងតាមរយៈពួយខ្នើយនិងក្រេកម្រាលពុកដែលបងប្អូនគេងរត់អញ្ចឹងដើម្បីបង្ការនៃការឆ្លងជំងឺរោគសើស្បែកនេះបងប្អូនត្រូវតែធ្វើការសម្អាតនៃសម្ភារៈអភិបាលឲ្យបានស្អាតយ៉ាងតិចមួយសប្តាហ៍ឲ្យបាន2ដងបញ្ហាមួយទៀតដែលជាបញ្ហាចម្បងនៃការឆ្លងរោគសើស្បែកគឺកត្តារួមផ្សេងមួយចំនួនកត្តានេះដែលខ្ញុំចង់លើកឡើងនេះទាក់ទងនឹងបងឬក៏បងប្អូនមួយចំនួនដែលគាត់មានដៃគូច្រើនឬមួយក៏ការរួមភេទរបស់គាត់ហ្នឹងមិនបានប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវដែលដៃគូគាត់មកខាងទៀតហ្នឹងមានបញ្ហារោគសើស្បែកអញ្ចឹងកត្តាអស់ហ្នឹងគឺជាកត្តាចម្បងធំជាងគេអញ្ចឹងដើម្បីបង្ការនៃការឆ្លងមេរោគអស់ហ្នឹងទី1សំណូមពរបងប្អូនដឹងពីវិធីសាស្ត្រការពារនិងត្រូវការស្រោមអនាម័យទី1ក៏សម្អាតខ្លួនក្រោយពេលបងប្អូននេះជាកត្តាចម្បងធំដែលខ្ញុំលើកមកពីបញ្ហាសើស្បែកអញ្ចឹងឥឡូវនេះខ្ញុំនឹងមកបង្ហាញពីវិធីសាស្ត្រនៃការព្យាបាលសម្រាប់បងប្អូនដែលមានបញ្ហាជំងឺសើស្បែករួចមកហើយអញ្ចឹងចំណុចនៃការព្យាបាលគឺយើងព្យាបាលទៅតាមកម្រិតរបស់ជំងឺដែលបងប្អូនកំពុងស្ទុកនៃការឆ្លងកម្រិតរបស់វាយើងត្រូវព្យាបាលតាមកម្រិតនីមួយឧទាហរណ៍ថាបងប្អូនទើបតែឆ្លងដំណាក់កាលដំបូងអញ្ចឹងយើងអាចព្យាបាលដោយការប្រើប្រាស់ថ្នាំលេបពី5ថ្ងៃទៅ1អាទិត្យពីដំណាក់កាលដំបូងអញ្ចឹងបងប្អូនអាចទៅជួបគ្រូពេទ្យដើម្បីពិភាក្សាជាមួយគាត់អំពីបញ្ហាជំងឺរបស់បងប្អូនបន្ទាប់ពីលោកគ្រូពេទ្យបានណែនាំបងប្អូនថាបងប្អូន
គោរពតាមគោលការណ៍ណែនាំរបស់លោកគ្រូពេទ្យបានជាពិសេសគឺការប្រើប្រាស់ថ្នាំនេះគឺសំខាន់ណាស់ដើម្បីឲ្យបានត្រឹមត្រូវបងប្អូនត្រូវយកចិត្តទុកដាក់ក្នុងការណែនាំរបស់គ្រូពេទ្យបងប្អូនត្រូវចាំថាគ្រប់ស្ថានភាពជំងឺទាំងអស់មិនមែនដូចគ្នាទាំងអស់នេះអញ្ចឹងពេលខ្លះយើងត្រូវការប្រើពេលវេលាតិចឬច្រើនទៅតាមស្ថានភាពជំងឺរបស់យើងជាពិសេសជំងឺសើស្បែកគឺបងប្អូនត្រូវការពេលវេលានៅក្នុងការព្យាបាលគឺព្យាយាមឲ្យបងប្អូនអត់ឈឺនិងព្យាយាមប្រើប្រាស់ថ្នាំតាមការណែនាំជាទូទៅតាមបទពិសោធន៍របស់ខ្ញុំអ្នកជំងឺរបស់ខ្ញុំដែលខ្ញុំបានព្យាបាលកន្លងមកគឺឲ្យតែគាត់ធ្វើតាមការណែនាំរបស់ខ្ញុំភាគច្រើនគឺទទួលបានលទ្ធផលមិនថាអ្នកជំងឺដែលខ្ញុំបានណែនាំឲ្យគាត់ប្រើប្រាស់នៅថ្នាំលេបឬមួយជាថ្នាំចាក់នោះទេសំខាន់ឲ្យតែបងប្អូនយកចិត្តទុកដាក់នៅក្នុងការស្ដាប់និងមានណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវជាទូទៅបើយើងចង់ព្យាបាលជំងឺនេះឲ្យជាបងប្អូនត្រូវតែព្យាយាម